សំណង់គ្មានច្បាប់រំលោភចំណីផ្លូវជាតិលេខ57នៅស្រុកសំពៅលូនឌឺដងនិងបទបញ្ជាផ្អាតើម្ចាស់សំណង់ជានរណាទើបមានអំណាចធំជាងច្បាប់ខេត្តបាត់ដំបងប្រជាពលរដ្ឋនៅក្នុងស្រុកសំពៅលូនកំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងនិងសម្ដែងការមិនពេញចិត្តចំពោះករណីសំណង់មួយកន្លែងដែលត្រូវបានគេសង្ស័យថាគ្មានលិខិតអនុញ្ញាតសាងសង់តែបែរជាកំពុងបន្តនៅសកម្មភាពសាងសង់យ៉ាងកក្លឿនរំលោភលើដីចំណីផ្លូវជាតិលេខ57យ៉ាងបំពានច្បាប់ហេតុការណ៍នេះបាននឹងកំពុងកាត់ឡើងនៅត្រង់ចំណុចផ្លូវបន់ចូលផ្សារបុរីស្រីសុបិនស្ថិតនៅក្នុងភូមិត្រពាំងប្រលិនឃុំសន្តិភាពស្រុកសំពៅលូនខេត្តបាត់ដំបងយោងតាមប្រភពព័ត៌មាននិងសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅមូលដ្ឋានបានឲ្យដឹងថាសំណង់នេះបានសង់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋជាង10ម៉ែនថែមទាំងមានការចាក់ដីកម្រាស់ជិត1ម៉ែនដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សោភ័ណភាពបរិស្ថាននិងសុវត្ថិភាពផ្លូវថ្នល់ជាការកត់សម្គាល់កាលពីថ្ងៃទី28ខែឧសភាឆ្នាំ2026លោកហំសំខាន់អភិបាលនៃគណៈអភិបាលស្រុកសំពៅលូនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាលោកបានចាត់អភិបាលរងស្រុកឲ្យចុះទៅពិនិត្យមើលផ្ទាល់និងបានចេញបញ្ជាឲ្យផ្អាកសកម្មភាពសំណង់នេះរួចរាល់ហើយប៉ុន្តែផ្ទុយស្រឡះពីបទបញ្ជារបស់រដ្ឋបាលស្រុកនៅថ្ងៃទី29ខែឧសភានេះសកម្មភាពសាងសង់នៅតែបន្តដំណើរការយ៉ាងរលូនជិតរួចរាល់ជាស្ថាពរហាក់បីដូចជាមិនខ្វាយខ្វល់ឬខ្លាចរអានៅក្រសែភ្នែកច្បាប់និងអាជ្ញាធរមូលដ្ឋានតលតែសោះជុំវិញករណីសំណង់ខុសច្បាប់នេះបើផ្អែកលើទស្សនវិជ្ជាច្បាប់អនុក្រឹត្យលេខ86អនុក្រសបកចុះថ្ងៃទី19ខែធ្នូឆ្នាំ1997ស្ដីពីលិខិតអនុញ្ញាតសាងសង់និងអនុក្រឹត្យលេខ224អនុក្រសបកចុះថ្ងៃទី30ខែធ្នូឆ្នាំ2020ស្ដីពីការលះបង់ដីចំណីផ្លូវនិងលិខិតអនុញ្ញាតសាងសង់បានបែងចែកច្បាស់លាស់ពីកាតព្វកិច្ចត្រូវសុំច្បាប់មុនធ្វើការសាងសង់យោងតាមច្បាប់ស្ដីពីសំណង់ឆ្នាំ2019ការសាងសង់ដោយគ្មានលិខិតអនុញ្ញាតឬខុសពីលិខិតអនុញ្ញាតហើយរំលោភលើដីសាធារណៈរបស់រដ្ឋត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ជាទោសអន្តរការចាប់ពី4លានរៀលដល់40លានរៀលសម្រាប់សំណង់លំនៅឋានឬរហូតដល់90លានរៀលសម្រាប់សំណង់ផ្សេងព្រមទាំងតម្រូវឲ្យរំលាយចោលឬរុះរើសំណង់នោះចេញដោយបង្ខំនិងខាតបង់នៅថវិកាផ្ទាល់ខ្លួនថែមទៀតផងប្រសិនបើមិនអនុវត្តតាមការណែនាំទង្វើបន្តនៅសកម្មភាពទាំងបំពេញនេះបានបង្កើតជាសំណួរដេញដោលពីមហាជនថាតើបុគ្គលម្ចាស់សំណង់ខុសច្បាប់នេះជានរណាមូលហេតុអ្វីបានជាមានអំណាចជិះសេះលែងដៃលើច្បាប់បែបនេះដើម្បីរក្សានៅដំណាភាពនិងវិជ្ជាជីវៈសារព័ត៌មានអង្គភាពយើងបានព្យាយាមតាក់ទងតាមប្រព័ន្ធទូរស័ព្ទទៅកាន់លេខ088 40 55 558និងលេខ096 221 55 55ចំនួន2លើកដើម្បីសុំការបំភ្លឺពីម្ចាស់សំណង់ប៉ុន្តែទូរស័ព្ទចូលហើយពុំមានអ្នកទទួលឡើយជាមួយគ្នានេះមហាជនក៏កំពុងរងចាំមើលដែរថាតើលោកធុកឹមថុលប្រធានការិយាល័យរៀបចំដែនដីនគរពាណិជ្ជកម្មសំណង់និងភូមិបាលស្រុកសំពៅលូននឹងមានវិធានការបន្តទប់ស្កាត់ការសាងសង់ដ៏កក្លឿននេះដោយរបៀបណាបច្ចុប្បន្នប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានសូមគោរពស្នើសុំយ៉ាងទទូចដល់ឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងក៏ដូចជាក្រសួងរៀបចំដែនដីនគរពាណិជ្ជកម្មនិងសំណង់មេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យនិងមានវិធានការច្បាប់ជាបន្ទាន់ដោយក្តីអនុគ្រោះការអនុវត្តច្បាប់ឲ្យបានតឹងរឹងគឺដើម្បីជៀសវាងការមានមន្ទិលសង្ស័យពីមហាជនថាមានអំពើពុករលួយសំណូកសោកប៉ាន់ឬការខົບខិតគ្នាជាប្រព័ន្ធនិងដើម្បីជាគំរូល្អមួយក្នុងការគោរពច្បាប់សម្រាប់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបងក្នុងការការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋអង្គភាពគេហទំព័រប្រមាញ់ជីដានធីវីផ្សព្វផ្សាយព័ត៌មាននេះក្នុងន័យរិះគន់ដើម្បីស្ថាបនានិងឆ្លុះបញ្ចាំងពីតថភាពសង្គមជូនដល់ថ្នាក់ដឹកនាំឲ្យបានជ្រាបតែប៉ុណ្ណោះយើងខ្ញុំរងចាំការបកស្រាយនិងឆ្លើយបំភ្លឺពីម្ចាស់សំណង់ឬស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការដើម្បីធានាបាននូវតុល្យភាពព័ត៌មានស្របតាមរបបអ្នកសារព័ត៌មានសូមអរគុណ